បើប្រាក់ខែលើកដំបូងគិតចំទិញម៉ូតូជិះធ្វើការអូតម្លៃជាង 2000 លុយមិនគ្រប់ទៅបងរំលោះមកកើទៅបើធ្វើការទៅបានមួយខែហ្នឹងខ្ញុំបារម្ភតែទៅចូលធ្វើការបានមួយខែក៏អាចបងរំលោះម៉ូតូថ្មីបានដែរតើទៅមួយខ្ញុំឥឡូវយើងមកដល់ Honda Dealer ជាមួយនឹងធនាគារឯកទេសដូនពេញទោះធ្វើការទៅបានមួយខែក៏អាចស្នើកម្ចីបានដែរជាមួយនឹងសិក្សាឯកសារងាយៗដូចជាអត្តសញ្ញាណប័ណ្ណសៀវភៅគ្រួសារចុះបើខ្ញុំអត់មានសៀវភៅគ្រួសារបងអាចជំនួសដោយសៀវភៅស្នាក់នៅឬក៏សំបុត្រកណ្ដាលនិងរបាយការណ៍បញ្ជាក់ចំណូលគឺគ្រប់គ្រាន់ទេអូមួយវិញទៀតណាអត់ចាំបាច់ចាំយូរទេដាក់ឯកសារតែ2ម៉ោងណាអាចយកម៉ូតូបានជិះហីតោះចង់ជិះម៉ូតូថ្មីទៅធ្វើការកន្លែងថ្មីតែទៅមកធនាគារឯកទេសដូនពេញឥឡូវនេះធនាគារឯកទេសដូនពេញនៅជាមួយអ្នកគ្រប់ជំហាន